សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube ជាទីរាប់អាននៅក្នុងថ្ងៃនេះខ្ញុំមកចែករំលែកចំណេះដឹងខ្លះៗទាក់ទងទៅនឹងការរក tag ក៏ដូចជា keyword ល្បីៗនៅក្នុងវីដេអូរបស់គេដើម្បីយកមកដាក់នៅក្នុងវីដេអូរបស់យើងដើម្បីឲ្យមានអ្នកមើលច្រើនវីដេអូយើងឆាប់ផ្ទុះអញ្ចឹងបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំថ្មីកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ដើម្បីរកពេលដែលខ្ញុំផុសវីដេអូអីមួយគឺបងប្អូនអាចមើលឃើញមុនគេអញ្ចឹងយើងកុំឲ្យខាត់ពេលវេលាយូរយើងចូលមកមើលនៅក្នុងទូរស័ព្ទដៃយើងសម្រាប់បងប្អូនដែលប្រើ Android គឺបងប្អូនចូលទៅកាន់ Play Store ហើយបងប្អូនដែលប្រើ iPhone គឺយើងប្រើនៅលើ App Store សួស្តីបងប្អូនឥឡូវយើងចូលមកកាន់ទូរស័ព្ទហើយបងប្អូនចូលទៅកាន់ App Store ឬក៏ Play Store មកដើម្បីយើងចូលទៅ download កម្មវិធីមួយដែលមានឈ្មោះថា Tag for YouTube ចឹងបងប្អូនឬក៏បងណាដែលគាត់ចេះហើយមិនបាច់មើលក៏បានដែរខ្ញុំធ្វើវីដេអូនេះឡើងគឺដើម្បីតែបងក៏ដូចជាបងប្អូនដៃថ្មីដែលគាត់អត់ទាន់ដឹងនឹងបងប្អូន search ពាក្យថា Tag for YouTube មកហើយបងប្អូនធ្វើការដំឡើងកម្មវិធីមួយហ្នឹងនៅពេលដែលបងប្អូនដំឡើងរួចហើយបងប្អូនចុចចេញមកហើយយើងចូលទៅកាន់កម្មវិធី YouTube កម្មវិធី YouTube ដែលយើងប្រើរាល់ថ្ងៃធ្វើរាល់ថ្ងៃហើយបងប្អូនទៅ search រកវីដេអូណាដែលល្បីឧទាហរណ៍ថាបងប្អូនធ្វើអំពី food អញ្ចឹងបងប្អូន search ពាក្យថា food មកបើបងប្អូនធ្វើអំពី complaint បងប្អូន search ពាក្យ complaint មកធ្វើអំពី game បងប្អូន search ពាក្យ game មកអញ្ចឹងខ្ញុំឧទាហរណ៍មួយខ្ញុំទៅ search ពាក្យថា game ហើយខ្ញុំទៅរកវីដេអូណាដែលមានអ្នកមើលច្រើនអញ្ចឹងនេះវីដេអូមួយនេះគឺមានអ្នកមើលច្រើនអញ្ចឹងដូចជា 40M ដែរច្រឡំអ្នកនរគ្នាគឺ 4.3M អញ្ចឹងវាថារៀងក្រែលដែរអញ្ចឹងយើងចូលក្នុងវីដេអូនឹងហើយបងប្អូនអូមកក្រោមបន្តិចយើងនឹងឃើញពាក្យថា share អញ្ចឹងបងប្អូនចុច share មកហើយបងប្អូនធ្វើការ copy link បាទ copy link យើងចង់ដឹងថាវីដេអូហ្នឹងគេដាក់ tag អីខ្លះបានជាមានអ្នកមើលច្រើនអញ្ចឹងណាអញ្ចឹងយើងចូលមកកាន់កម្មវិធី tag របស់យើងមកហើយបងប្អូនយកទៅផាសកន្លែងនេះសញ្ញា search មកឥឡូវយើងសុំផាសអញ្ចឹងបងប្អូននឹងឃើញ tag របស់គេដែលគេបានដាក់ចាំតិចបងប្អូននៅសារពាណិជ្ជកម្មនេះបងប្អូននេះគឺ tag មានបងប្អូនខ្លះក៏អត់ដឹងថា tag នឹងអីទៀតហើយគេយកទៅដាក់កន្លែងណាទៀតអញ្ចឹងខ្ញុំប្រាប់ក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ទាំងអស់អញ្ចឹងណាអញ្ចឹងនេះកន្លែង tag ដែលគេដាក់អញ្ចឹងយើងធ្វើការ copy មកអ្នកនរគ្នាយើង copy all មកហើយយើងចូលទៅកាន់វីដេអូរបស់យើងចូលយក YouTube Studio និយាយចង់ជប់មកអ្នកនរគ្នានេះបងប្អូនណាដែលអត់ទាន់ដឹងថាគេដាក់ tag កន្លែងណាគឺបងប្អូនចូលកន្លែងនេះមកហើយចូលកន្លែងសញ្ញា big ហើយយើងអូមមកក្រោមនេះក្រោមគេឃើញពាក្យថា tag អញ្ចឹងយើងចុចមកនេះកន្លែងដាក់ tag អញ្ចឹងវីដេអូខ្ញុំបានដាក់ tag រួចរាល់ហើយគឺខ្ញុំមិនដាក់ទេនេះគ្រាន់តែជាការបង្ហាញកន្លឹះខ្លះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ហើយយើងចាំជួបគ្នានៅក្នុងវីដេអូក្រោយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអូខេបាយអ្នកនរគ្នាយើងនឹងមានអីច្រើនទេខ្ញុំនឹងចេញវីដេអូស្អែកមួយទៀតហើយបើសិនជាមានសំឡេងរំខាននេះក៏សូមអធិស្ឋានផងដល់ថ្ងៃអាទិត្យអញ្ចឹងមានអ្នកយល់បងប្អូនអ្នកធ្វើការគាត់ច្រើនអញ្ចឹងណាអូខេបាយ